so về lươn hay ở ban biểu đất đòn chân trong sự xây đáy ởពួកយើងđất đòn ở cùng sơ để trong riêng trong tàm đàn lùm ắt nắng ở đất đòn cho mày thu chia gần câu nó bọc trong tầm pì nè và thiên với đây mà thiên đây rất cứ vào cho buổi ấy vào thu bi biết cứ chân khơi được thì bà trong một thiên đấy vào thu bi bông cho mùi vô an chí ở cho mùi chỉ present can you us my friend and I ប្រធានវាក៏ដីដូចគ្នាប្រធានអាហ្នឹងគឺដីដូចគ្នាប្រធានវាដីដូចគ្នាដីប្រើជាមួយ to be គឺ they are teaching បើតែบอกខ្ញុំកំពុងតែបង្រៀនហើយនឹងសរសេរសៀវភៅអង់គ្លេសសប្តាហ៍ថ្ងៃនេះអញ្ចឹង these days សប្តាហ៍ថ្ងៃនេះប្រយោគនេះហើយគឺជាប្រយោគដែលស្ថិតនៅក្នុង the second definition និយមន័យទី2អូខេថ្ងៃនេះយើងតពីលេខ2លើកមុនអំពី present continuous ឥឡូវយើងចាប់ផ្ដើមមើល the third definition កន្លែងនេះនិយមន័យទី3របស់ present continuous ឥឡូវយើងចាប់ផ្ដើមមើល the present continuous is used to express a plain future arrangement អញ្ចឹងគេបកថាម៉េចកន្លែងហ្នឹងប្រយោគបច្ចុប្បន្នកាលកំពុងបន្តត្រូវបានគេប្រើប្រាស់ដើម្បីបញ្ជាក់ឬក៏ពិពណ៌នាអំពីគម្រោងមួយអំពីគម្រោងអនាគតមួយដែលគេបានរៀបចំទុកជាមុនប្រយោគបច្ចុប្បន្នកាលកំពុងបន្តត្រូវបានគេប្រើប្រាស់ដើម្បីបញ្ជាក់អំពីគម្រោងអនាគតមួយដែលត្រូវបានគេរៀបចំទុកជាមុន arrangement ចាប់ផ្ដើមឧទាហរណ៍ What time are you meeting your girlfriend តើអ្នកតើមកប្រហែលអ្នកនឹងជួបជាមួយនឹងមិត្តស្រីរបស់អ្នកបាទអានេះគឺមានន័យថាយើងមានគម្រោងទុកជាមុនហើយបាទយើងមានគម្រោងទុកជាមុនហើយបានគេប្រើវាជា present continuous ឃើញទេ present continuous អញ្ចឹងប្រើ are ដោយសារធាន you បាទ you are you meeting your girlfriend បាទអញ្ចឹងនេះគឺជាគម្រោងដែលរៀបចំគម្រោងទុកជាមុន What time are you meeting your girlfriend បាទអូខេយើងមកទៀត Where are you having lunch តើអ្នកនឹងទទួលទានអាហារថ្ងៃត្រង់នៅកន្លែងណាអានេះគឺជា a plain future arrangement មួយ Where are you having lunch បាទតើអ្នកនឹងទទួលទានអាហារថ្ងៃត្រង់នៅកន្លែងណាអានេះគឺជាគម្រោងមួយបញ្ជាក់ពី place គឺ where ហើយគម្រោងខាងលើនេះគឺបញ្ជាក់អំពីពេលវេលា time We are playing tennis this afternoon យើងនឹងលេង tennis នៅរសៀលថ្ងៃនេះបាទ We are playing tennis អានេះគឺជាគម្រោងមួយបាទយើងនឹងលេង tennis នៅរសៀលថ្ងៃនេះបាទអូខេ What are you doing at the weekend នៅចុងសប្តាហ៍នេះតើអ្នកនឹងធ្វើអ្វីអូខេយើងមើលមួយទៀត note ចូលកត់សម្គាល់ Sometimes there is a little or no difference between the present continuous and the going to refer to future អញ្ចឹងគេចង់បញ្ជាក់ថាម៉េចពេលខ្លះមានលក្ខណៈខុសគ្នាតិចតួចមានលក្ខណៈបន្តិចបន្តួចឬក៏ no different ឬក៏មិនខុសគ្នាមានលក្ខណៈខុសគ្នាតិចតួច There is little or no different មានលក្ខណៈខុសគ្នាតិចតួចឬក៏មិនខុស Sometimes there is little or no different ពេលខ្លះមានលក្ខណៈខុសគ្នាតិចតួចឬក៏ស្ទើរមិនខុសរវាងប្រយោគបច្ចុប្បន្នកាលកំពុងបន្តជាមួយនឹងកិច្ចសព្ទ going to ជាមួយនឹងកិច្ចសព្ទ going to refer to future ដោយសំដៅទៅលើប្រយោគអនាគតឥឡូវយើងចាប់ផ្ដើមមើលកលេសមើលជាហោបន្ថែម I am meeting Mr. Magra at Tabu Coffee Shop in the afternoon អានេះ present continuous បាទខ្ញុំអត់ទាន់បានឲ្យ going to នេះបាទ play ឲ្យ going to នេះបាទខ្ញុំនឹងឲ្យអូខេខាងក្រោម
I am meeting Mr. Megra at Tabu Coffee Shop in the afternoon. I am meeting Mr. Megra at Tabu Coffee Shop in the afternoon. ខ្ញុំនឹងជួបជាមួយនឹងលោក Megra នៅហាងកាហ្វេ Tabu នៅរសៀលថ្ងៃនេះអានេះគឺជា future មួយ future មួយរបស់ present continuous ចំណែកខាងក្រោម I am going to meet Mr. Megra at Tabu Coffee Shop in the afternoon ខ្ញុំនឹងជួបជាមួយនឹងលោកគ្រូ Megra នៅហាងកាហ្វេ Tabu នៅរសៀលថ្ងៃនេះគឺប្រយោគនេះគឺ future ដូចគ្នាអានេះ future កាលឡើងពី subject plus to be plus ជាមួយនឹង verb ing future នេះកាលឡើងពី subject plus to be plus going to បូកជាមួយនឹង verb 1អានេះគឺ verb 1បាទអញ្ចឹង to be going to គេសាប់ជើងក្រោយវាគឺគេសាប់ទុំទី1ហើយចំណែក subject plus to be ខាងក្រោយតែមាន verb ing អានេះគេឲ្យឈ្មោះវាជា present continuous ប៉ុន្តែបញ្ជាក់ពីគម្រោងអនាគតអានេះ present continuous បញ្ជាក់ពីគម្រោងអនាគតប៉ុន្តែទម្រង់របស់វា to be បូកជាមួយនឹង going to បូកជាមួយ verb 1អញ្ចឹងហើយបានចំណុចនេះខ្ញុំប្រាប់ថាមានលក្ខណៈខុសគ្នាតិចតួចឬក៏មិនខុសគ្នារវាងប្រយោគបច្ចុប្បន្នកាលកំពុងបន្តហើយនឹង going to refer to the future ដោយយោងទៅលើប្រយោគអនាគតកាលអញ្ចឹងយើងសុំមួយទៀតតោះ when there is a difference នៅពេលដែលមានលក្ខណៈខុសគ្នាមួយនៅពេលដែលមានលក្ខណៈខុសគ្នាមួយនៅពេលដែលមានលក្ខណៈខុសគ្នាមួយ The present continuous ប្រយោគបច្ចុប្បន្នកាលកំពុងបន្ត emphasizes បញ្ជាក់អំពីការរៀបចំទុកជាមុន with some reality ដោយមានលក្ខណៈច្បាស់លាស់ឬពិតប្រាកដមួយចំនួន reality in the present នៅក្នុងប្រយោគបច្ចុប្បន្នកាល going to express a person intention going to នេះបញ្ជាក់អំពី intentions person intention បាទការតាំងចិត្តឬក៏ការតាំងចិត្តរបស់មនុស្សនៅពេលដែលមានលក្ខណៈខុសគ្នាមួយប្រយោគបច្ចុប្បន្នកាលកំពុងបន្តបញ្ជាក់អំពីគម្រោងបញ្ជាក់អំពីការរៀបចំទុកជាមុនជាមួយនឹងភាពពិតប្រាកដមួយចំនួនដែលកើតមាននៅក្នុងបច្ចុប្បន្នកាលហើយចំណែកពាក្យ going to នេះគេប្រើវាដើម្បីពិពណ៌នាអំពីការតាំងចិត្តរបស់មនុស្សម្នាក់ការតាំងចិត្តរបស់មនុស្ស example យើងមក example I am going to ask her to marry me ខ្ញុំនឹងអញ្ចឹងនិយាយថាខ្ញុំនឹងឯតាំងចិត្តខ្ញុំនឹងសួរនាងឬក៏ខ្ញុំនឹងសុំនាងដើម្បីរៀបការជាមួយខ្ញុំអញ្ចឹងអានេះហើយគឺជាការតាំងចិត្តរបស់មនុស្សម្នាក់នេះ express a person intention នេះហើយគឺជាការតាំងចិត្តរបស់មនុស្សម្នាក់ខ្ញុំនឹង I am going to ask her to marry me ខ្ញុំនឹងបាទសុំនាងរៀបការជាមួយខ្ញុំអានេះឲ្យឈ្មោះ person intention ចំណែកខាងក្រោម I am learning English today I am learning English today ខ្ញុំនឹងរៀនភាសាអង់គ្លេសនៅថ្ងៃនេះប្រយោគនេះគេឲ្យឈ្មោះជាប្រយោគមួយដែលបញ្ជាក់ពី emphasizes and arrangement គឺជាការបញ្ជាក់អំពីគម្រោងមួយអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងរៀនភាសាអង់គ្លេសដោយសារអានេះគេឲ្យឈ្មោះវាថា emphasizes and arrangement present simple versus present continuous ប្រយោគបច្ចុប្បន្នកាលធម្មតាត្រូវគ្នាជាមួយប្រយោគបច្ចុប្បន្នកាលកំពុងបន្តម្ដងទៀត version នេះយើងឃើញនៅក្នុងកីឡាបណ្ដាល version គេបកប្រកួតជាមួយប៉ុន្តែនៅក្នុងមេរៀនវេយ្យាករណ៍យើងកំពុងថាប្រកួតជាមួយបកត្រូវគ្នាស៊ីគ្នាសមាមាត្រគ្នាបាទដៃគូជាមួយនឹងគ្នាប្រយោគបច្ចុប្បន្នកាលធម្មតាដៃគូជាមួយនឹងប្រយោគបច្ចុប្បន្នកាលកំពុងបន្ត versus ឥឡូវយើងមើល
cho pra mơ sample cái gì sao khaiត្រូវបានគេប្រើប្រាស់ invoice invoice បានទាំងពីរ invoice ត្រូវបានគេប្រើប្រាស់បានទាំងពីរបានទាំងនៅក្នុងប្រយោគបច្ចុប្បន្នកាលធម្មតាហើយនឹងប្រយោគបច្ចុប្បន្នកាលកំពុងបន្តអញ្ចឹងគេប្រាប់ណាគេសាប់ខ្លះខ្លួនគាត់មួយនឹងប្រើបានទាំងពីរប្រយោគប្រើបានជាមួយនឹងប្រយោគ present simple ផងហើយគាត់ប្រើបានជាមួយនឹងប្រយោគ present continuous ផងបាទអញ្ចឹងខ្លួនគាត់មានន័យថាគាត់ដាក់ ing ក៏ត្រូវនៅពេលដែលគេប្រើនៅក្នុងប្រយោគ present continuous គេអត់ដាក់ ing ក៏ត្រូវនៅពេលដែលគេយកវាប្រើជាមួយនឹងប្រយោគបច្ចុប្បន្នកាលធម្មតាអញ្ចឹងខ្ញុំសម្ដៅទៅលើគេសាប់ប្រភេទហ្នឹងត្រូវបានគេឲ្យឈ្មោះថាជា action verb action verb គឺជា verb សកម្មគឺជា verb ដើរតួពីរដែលគេប្រើវាជាមួយនឹងប្រយោគ simple ក៏ត្រូវប្រើជាមួយនឹងប្រយោគបច្ចុប្បន្នកាលកំពុងបន្តក៏ត្រូវអញ្ចឹងអា verb ដែលប្រើប្រាស់ជាមួយនឹងប្រយោគបច្ចុប្បន្នកាលកំពុងបន្តផង verb ដែលប្រើប្រាស់ជាមួយនឹងប្រយោគបច្ចុប្បន្នកាលធម្មតាផងបានទាំងពីរប្រភេទ verb ហ្នឹងត្រូវបានគេឲ្យឈ្មោះវាជា action verb verb សកម្ម verb ដើរតួពីរអូខេ these are called action verb verb ទាំងអស់នេះត្រូវបានគេឲ្យឈ្មោះថាជា action verb but some verb ប៉ុន្តែគេអាស័ព្ទមួយចំនួនទៀត are almost never used in គឺស្ទើរតែមិនត្រូវបានគេប្រើប្រាស់នៅក្នុងប្រយោគបច្ចុប្បន្នកាលកំពុងបន្តឡើងគេអាស័ព្ទខ្លះគឺមិនអាចប្រើប្រាស់នៅក្នុងប្រយោគបច្ចុប្បន្នកាលកំពុងបន្តបានទេអញ្ចឹងគេអាស័ព្ទដែលពាក់ព័ន្ធជាមួយអារម្មណ៍នៅពេលលើក្រោយខ្ញុំនឹងឲ្យ state verb និង action verb តើ state verb action verb គេប្រើយ៉ាងម៉េចតើមានប្រភេទ verb ណាខ្លះដែលជា state verb ហើយប្រភេទ verb ណាខ្លះទៀតដែលជាប្រភេទ verb action verb ឥឡូវយើងមើលឧទាហរណ៍មួយសិន I believe in Buddhism I believe in Buddhism I believe in Buddhism I want to drink coffee She speaks English and Chinese every day Peter is working as an English teacher អញ្ចឹងនៅក្នុងប្រយោគទី1 I believe in Buddhism I believe in Buddhism តើ believe វាជាកិរិយាសព្ទហ្នឹងជាកិរិយាសព្ទ state verb ឬ action verb វាគឺជា state verb ហើយដែលជា state verb គឺជា verb មួយប្រភេទដែលគេប្រើវាពាក់ព័ន្ធជាមួយនឹងអារម្មណ៍ I believe in Buddhism ខ្ញុំបើជឿទៅលើព្រះពុទ្ធអញ្ចឹង verb នេះគេឲ្យឈ្មោះវាជា state verb បាទ state verb គឺជា verb ដែលពាក់ព័ន្ធអារម្មណ៍ហើយមិនត្រូវបានគេប្រើប្រាស់នៅក្នុងប្រយោគបច្ចុប្បន្នកាលកំពុងបន្តឡើងអត់ដែលមាន I am believing in Buddhism អត់ឲ្យទេគេមិនឲ្យទេដោយសារវាជា state verb លុះត្រាវាជា action verb បានមានសិទ្ធិ ing ប៉ុន្តែ believe នេះគឺមិនមែនជា action verb ទេ I want to drink coffee I want to drink coffee ខ្ញុំចង់ផឹកកាហ្វេខ្ញុំចង់ទទួលទានកាហ្វេខ្ញុំចង់ហូបកាហ្វេអញ្ចឹង one កន្លែងនេះវាជា verb ជា verb អីវាគឺជា verb state verb ហើយđâyវាជា state verb one មួយម៉ាត់នេះគឺជា verb ពាក់ព័ន្ធជាមួយអារម្មណ៍អញ្ចឹងគេចាត់ទុកវាជា state verb បើវាជា state verb វាមិនមានសិទ្ធិដាក់ ing ទេ I am wanting you ខ្ញុំកំពុងចង់អ្នកអត់ដែលមានដោយសារពេល one វាគឺជា verb មួយដែលពាក់ព័ន្ធជាមួយអារម្មណ៍អញ្ចឹងមិនមានសិទ្ធិប្រើជាមួយនឹង continuous ឡើយ I want to drink coffee ខ្ញុំចង់ញ៉ាំកាហ្វេអញ្ចឹង one គឺជា state verb មួយទៀត She speak English and Chinese every day នាងនិយាយភាសាអង់គ្លេសនិងភាសាចិនជារៀងរាល់ថ្ងៃខ្ញុំសួរថាតើភាសាអង់គ្លេសតើនិយាយនេះ speak នេះវាជា verb អី speak នេះវាជា action verb ហើយđâyវាជា action verb speak នេះត្រូវបានគេប្រើប្រាស់ជាមួយប្រយោគពីរ they use in both sentences គេប្រើជាមួយប្រយោគពីរ simple present and present continuous we can use both in sentences យើងអាចប្រើប្រាស់នៅក្នុងប្រយោគបានទាំងពីរអូខេអញ្ចឹងយើងចាប់ដើមមើល
តែលោកគ្រូខ្ញុំមកចង់ដាក់អីខ្ញុំចង់កែប្រយោគហ្នឹងទៅជាប្រយោគខាងនេះបាន She is speaking English and Chinese at the moment She is speaking English and Chinese at the moment យើងលុប everyday ចោលប្រយោគហ្នឹងខ្លាចខ្លួនទៅប្រយោគខាងនេះហើយបាទបើវាខ្លាចខ្លួនទៅប្រយោគខាងនេះផងវាខ្លាចខ្លួនទៅប្រយោគ simple present ផងប្រយោគនេះក៏ឲ្យឈ្មោះវាជា action verb ប៉ុន្តែនៅក្នុងមេរៀននេះពាក្យ speak នេះគឺជា action verb បាទនាងនិយាយភាសាអង់គ្លេសនិងភាសាចិនរាល់ថ្ងៃ Peter is working as an English teacher Peter កំពុងធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់សួរថា work កន្លែងនេះវាជា action verb ឬក៏ជា state verb បាទ verb កន្លែងនេះវាជា action verb ហើយ action verb ដោយសារ verb ហ្នឹង verb work នេះគេប្រើជាមួយប្រយោគ simple present ក៏ត្រូវ present continuous ក៏ត្រូវ example Peter work as an English teacher every day Peter ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសរាល់ថ្ងៃអញ្ចឹង Peter នេះverb នេះគឺជា verb present បាទវាជា verb present ហើយដូច្នេះវាអត់អាចដាក់ ing ដោយសារគេប្រើវាជាមួយនឹង simple present ដូច្នេះវាប្រើនៅក្នុង simple present ផងនៅក្នុង present បាទ continuous tense ផងគេប្រើបានទាំងពីរ verb ហ្នឹងគេឲ្យឈ្មោះវាជា action verb verb ដែលត្រូវបានគេប្រើប្រាស់នៅក្នុងប្រយោគទាំងពីរដូច្នេះ so everybody if you don't understand about action verb and state verb I am going to teach you the next time yes if you don't understand all of this you can meet me next time see you again next time